សូមជម្រាបសួរថ្ងៃនេះខ្ញុំសូមបង្ហាញអំពីសារមន្ទីរជាតិសារមន្ទីរជាតិគឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជាដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងផាតាំងប្រវត្តិសាស្ត្រកម្ពុជាចំនួនជាង 14,000 សម័យបុរេប្រវត្តិសម័យអង្គរនិងសម័យក្រោយៗមកទៀតសារមន្ទីរជាតិស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាអគារសារមន្ទីរដែលត្រូវបានបំផុសគំនិតដោយស្ថាបត្យកម្មប្រាសាទខ្មែរត្រូវបានសាងសង់នៅចន្លោះឆ្នាំ1917និង1924ក្នុងរាជរបបព្រះបាទសម្ដេចព្រះស៊ីសុវត្ថិសារមន្ទីរនេះត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ1920ហើយត្រូវបានជួសជុលឡើងវិញនៅឆ្នាំ1968សារមន្ទីរជាតិជាសារមន្ទីរប្រវត្តិសាស្ត្រដ៏ចំណាស់និងធំបំផុតក៏ជាសារមន្ទីរប្រវត្តិសាស្ត្របុរាណវត្ថុឈានមុខគេនៅប្រទេសកម្ពុជាសារមន្ទីរនេះមានបណ្ដុំសិល្បៈខ្មែរដែលធំបំផុតរបស់ពិភពលោករួមទាំងចម្លាក់វត្ថុមានតម្លៃលង្ហិននិងស្ថាបត្យកម្មមួយចំនួនត្រូវបានរក្សាទុកនៅឯសារមន្ទីរជាតិនេះ